មួយលុបបំបាត់ពាក្យថាមិនអាចទៅរួចចេញពីគំនិតនិងពាក្យសម្ដីរបស់អ្នកមិនអាចទៅរួចជាសម្ដីនៃភាពបរាជ័យគំនិតដែលថាមិនអាចទៅរួចជាចំណុចប្រតិកម្មចំភ្ជាប់នឹងគំនិតដទៃដែលពិសោធន៍បានថាអ្នកគិតត្រូវថាវាមិនអាចទៅរួច 2. គិតចំពោះអ្វីៗពិសេសដែលអ្នកធ្លាប់គិតគ្រប់ពេលវេលាថាចង់ធ្វើតែមានអារម្មណ៍មិនអាចធ្វើបានសាកល្បងមើលជាថ្មីសាកល្បងសរសេរពីហេតុផលផ្សេងៗប្រាប់ថាហេតុអ្វីអ្នកអាចធ្វើបានមនុស្សមួយចំនួនធំអាចយកឈ្នះតម្រូវការរបស់ខ្លួនឯងបានយ៉ាងងាយស្រួលតែចូលចិត្តគិតថាហេតុអ្វីខ្លួនឯងធ្វើមិនបានតែតាមការពិតគួរតែគិតថាហេតុអ្វីខ្លួនឯងធ្វើបានកាលពីពេលថ្មីនេះខ្ញុំបានអានកាសែតមួយដែលបានសរសេរថាប្រទេសនៅក្នុងពិភពលោកនេះភាគច្រើនមានក្រុងនិងរដ្ឋផ្សេងច្រើនអត្ថបទនេះបានបញ្ជាក់ខ្លឹមសារឲ្យឃើញទៀតថាព្រំប្រទល់របស់រដ្ឋភាគច្រើនត្រូវកំណត់ឡើងតាំងពីមុនមានរថយន្តមួយគ្រឿងដំបូងម្លេះតែត្រូវបានបង្កើតឡើងរាប់សិបសតវត្សរ៍ហើយកាលនោះមានយានជំនិះសម្រាប់ធ្វើដំណើរមានតែរទេះសេះនិងសេះជាចម្បងតែបច្ចុប្បន្នយើងមានរថយន្តបើកបរទៅយ៉ាងលឿននិងមានផ្លូវល្អហេតុដូច្នេះហើយទើបគ្មានហេតុផលថាហេតុអ្វីយើងមិនអាចបង្រួមរដ្ឋឬក្រុងមកត្រឹមតែ3ឬ4កន្លែងបញ្ចូលគ្នាទៅដែលធ្វើឲ្យយើងអាចកាត់ផ្តាច់សេវាកម្មដែលមានដូចគ្នាចោលបាននិងធ្វើឲ្យប្រជាជនបានទទួលសេវាកម្មកាន់តែល្អឡើងហើយតម្លៃចាយវាក៏កាន់តែទាបទៅដែរអ្នកសរសេរអត្ថបទនេះបាននិយាយថាគាត់គិតថាគាត់បានបញ្ចេញជាគំនិតនេះខ្លាំងល្អខ្លាំងណាស់ដូច្នេះទើបគាត់ធ្វើសម្ភារប្រជាជនចំនួន30នាក់ដោយលើកជាឧទាហរណ៍សារដើម្បីឲ្យមានប្រតិកម្មឆ្លើយតបពីពួកគេទាំងអស់នេះលទ្ធផលគឺគ្មានអ្នកណាម្នាក់គិតថាគំនិតនេះជាគំនិតល្អឡើយទោះជាគំនិតនេះធ្វើឲ្យពួកគេទទួលបានសេវាកម្មកាន់តែល្អនិងចំណាយដើមទុនទាបក៏ដោយទាំងនឹងគឺជាឧទាហរណ៍នៃគំនិតចាស់ទឹកចិត្តរបស់មនុស្សយើងដែលគិតតាមរបៀបជំនាន់ដើមជាអសកម្មហើយគាត់បានផ្ដល់ហេតុផលថាវាបែបនឹងឯងអស់រយៈពេលរាប់រយឆ្នាំហើយដូច្នេះវាត្រូវតែល្អនិងត្រូវតែបែបនឹងបន្តទៅទៀតចាំបាច់បដូរនាំឲ្យតែខាតពេលធ្វើអីនៅក្នុងកម្រិតមធ្យមប្រឆាំងនឹងគំនិតជឿនលឿនជានិច្ចមនុស្សភាគច្រើនធ្លាប់ប្រឆាំងរថយន្តនៅលើមូលដ្ឋានថាធម្មជាតិបង្កើតឲ្យមនុស្សយើងដើរឬប្រើសេះការប្រឆាំងយន្តហោះដូចជាខ្លាំងបំផុតសម្រាប់មនុស្សចំនួនធំមនុស្សគ្មានសិទ្ធិចូលទៅក្នុងអាណាខេត្តដែលអភិរក្សទុកសម្រាប់សត្វស្លាបបានទេមនុស្សភាគច្រើនដែលចូលចិត្តឋានៈក្នុងស្ថានភាពបច្ចុប្បន្ននៅអាងថាមនុស្សមិនគួរទៅលុកលុយក្នុងទីអវកាសឡើយកាលពីពេលថ្មីនេះអ្នកជំនាញផ្នែកកម្មជ្រួចនាំផ្លូវម្នាក់បានផ្ដល់ចម្លើយដល់គំនិតប្រភេទនេះថាមនុស្សដែលមានភូមិលំនៅបណ្ឌិតវ៉នប្រាននិយាយនៅក្នុងទីកន្លែងដែលមនុស្សត្រូវការនឹងទៅប្រហែលជានៅក្នុងឆ្នាំ1900អ្នកគ្រប់គ្រងផ្នែកលក់ម្នាក់បានស្រាវជ្រាវរកឃើញវិធីខាងវិទ្យាសាស្ត្រនៃការគ្រប់គ្រងការលក់គោលការណ៍នេះបានទទួលការកត់សរសើរយ៉ាងខ្លាំងនិងបានទទួលចុះផ្សាយនៅក្នុងសៀវភៅសិក្សាគោលការណ៍នេះគឺជាវិធីមួយដែលល្អបំផុតសម្រាប់លក់ទំនិញចូលរកវិធីនេះការបានឃើញកុំពេចចេញឲ្យសោះគោលការណ៍នោះបរាជ័យទាំងស្រុងនិងជាសំណាងល្អរបស់ក្រុមហ៊ុនដែលបរិះនោះធ្វើការនៅពេលអ្នកគ្រប់គ្រងថ្មីចូលមកជួយស្ដារស្ថានភាពរបស់ក្រុមហ៊ុនបានភ្លាមមុននឹងមុខជំនួញត្រូវរលំរលាយនៅពេលប្រៀបធៀបគោលការណ៍នោះជាមួយនឹងទស្សនវិជ្ជារបស់លោក Crossword Greenwald ដែលជានាយកក្រុមហ៊ុនធំបំផុតមួយទំកន្លែងរបស់សហរដ្ឋអាមេរិកគាត់បាននិយាយពេលទៅធ្វើបទបង្ហាញនៅឯមហាវិទ្យាល័យកូឡុំប៊ីក្នុងគ្រាមួយថា
មានច្រើនវិធីណាស់ដែលជួយឲ្យធ្វើការងារបានល្អតាមពិតក៏នៅមានវិធីច្រើនទៀតប្រើប្រាស់ទៅនឹងមនុស្សទៅចំនួនមនុស្សដែលទទួលបានទូនាទីធ្វើការងារនោះក៏ពិតទៅគ្មានវិធីណាល្អបំផុតសម្រាប់យកមកធ្វើដាក់អ្វីផ្សេងៗបានទេហើយក៏គ្មានវិធីណាល្អបំផុតសម្រាប់តុបតែងបន្ទប់ចាញ់គំរូប្លង់សួនលក់ទំនិញឬការថែទាំក្មេងនោះដែរតែមានវិធីល្អបំផុតយ៉ាងច្រើនស្មើនឹងចំនួនគំនិតច្នៃប្រឌិតគ្មានអ្វីដែលអាចចម្រើនធំធាត់ក្នុងទឹកកកបានទេដូច្នេះដូចគ្នានេះបើឲ្យទម្លាប់ក៏ចប់កាំងក្នុងទឹកចិត្តរបស់អ្នកគំនិតថ្មីរមែងមិនអាចធំធាត់បានទេបើមានឱកាសសាកល្បងផ្ដោតគំនិតដូចខាងក្រោមនេះឲ្យមនុស្សខ្លះហើយមើលការប្រព្រឹត្តរបស់ពួកគេដូចតទៅនេះមួយរឿងប្រៃសណីយទូលលេខជាកិច្ចការផ្ដាច់មុខរបស់រដ្ឋាភិបាលជាយូរមកហើយដែលទើបតែផ្ទេរទៅឯកជនជាអ្នកគ្រប់គ្រងវិញពីការបោះឆ្នោតទូទៅគួរតែកំណត់រាល់2ឆ្នាំឬ8ឆ្នាំជំនួសឲ្យរាល់4ឆ្នាំម្ដង3ពេលបើកហាងទំនិញសពសារពើគួរតែចាប់ផ្ដើមពីម៉ោង1ដល់ម៉ោង22ជំនួសឲ្យម៉ោង10ដល់ម៉ោង24អាយុចូលនិវត្តន៍គួរតែបន្ថែមដល់70ឆ្នាំមិនថាជាគំនិតផ្សេងៗទាំងអស់នេះត្រឹមត្រូវឬប្រតិកម្មបានឬអត់ទេវាមិនមែនជាចំណុចសំខាន់ទេអ្វីដែលសំខាន់គឺវិធីដែលមនុស្សយើងអាចតបស្នងដល់សំណើទាំងអស់នេះបើគេសាយចំពោះគំនិតនេះនឹងមិនចាប់អារម្មណ៍នោះប្រកាសជាមានមនុស្សមិនតិចជាង 95% ឡើយដែលសាយចំពោះគំនិតទាំងអស់នេះក៏អាចទៅរួចដែរថាពួកគេប្រហែលជាស្ថិតក្នុងក្រុមមនុស្សដែលមានគំនិតចាស់និងអសកម្មតែមនុស្សប្រមាណជា 5% ដែលនិយាយថានឹងជាគំនិតដ៏ល្អហើយប្រាប់ខ្ញុំឲ្យបានច្រើនជាងនេះបន្តិចបានទេជាមនុស្សដែលមានគំនិតច្នៃប្រឌិតគំនិតបែបចាស់ៗនេះជាសត្រូវលេខ1របស់មនុស្សដែលចាប់អារម្មណ៍លើកម្មវិធីហ្វឹកហាត់គំនិតប្រឌិតញៀនដើម្បីភាពជាជោគជ័យរបស់ខ្លួនឯងគំនិតចាស់គំរិលនេះនឹងបង្កទឹកចិត្តរបស់អ្នករាក់ខ្ទប់ភាពរីកចម្រើននិងមិនឲ្យអ្នកអភិវឌ្ឍគំនិតប្រឌិតញៀនបានខាងក្រោមនេះជាវិធី3ប្រការដែលត្រូវយកឈ្នះវាបាន1ទទួលស្គាល់គំនិតថ្មីស្វាគមន៍គំនិតថ្មីបំផ្លាញគំនិតប្រឆាំងដូចជាប្រើមិនបានធ្វើមិនបានគ្មានប្រយោជន៍និងល្ងងខ្លៅមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ដែលទទួលបានជោគជ័យយ៉ាងច្រើនស្ថិតក្នុងធ្វើការក្នុងតំណែងដ៏សំខាន់មួយរបស់ក្រុមហ៊ុនធានារ៉ាប់រងបាននិយាយថាខ្ញុំមិនខ្លែងធូរខ្លួនធ្វើជាមនុស្សឆ្លាតលើគេក្នុងមុខជំនួញទេតែខ្ញុំគិតថាខ្ញុំជាពពុះទឹកដ៏ល្អបំផុតក្នុងជំនួញធានារ៉ាប់រងគ្រោះភ័យខ្ញុំមានច្បាប់ប្រចាំខ្លួនថានឹងស្រូបយកគំនិតដែលល្អបំផុតតាមដែលខ្ញុំអាចធ្វើបានពីជាអ្នកសាងល្បងធ្វើឲ្យផ្លាយពីការងារប្រចាំថ្ងៃបើខ្លួនបើកចិត្តឲ្យធំពេញទំហឹងទៅកាន់ភោជនីយដ្ឋានថ្មីសិភៅថ្មីរោងមហោស្រពថ្មីមិត្តថ្មីប្រមជ្ឈបាយថ្មីទៅធ្វើការសម្រាប់លំហែកាយបែបថ្មីក្នុងឆ្នាំថ្មីធ្វើអ្វីថ្មីនឹងផ្លាយក្នុងថ្ងៃឈប់សម្រាកដែលនឹងឈានមកដល់បើការងាររបស់អ្នកស្ថិតក្នុងផ្នែកចែកចាយជប់បង្កើតចំណាប់អារម្មណ៍លើការងារផលិតករណីហិរញ្ញវត្ថុនិងអង្គប្រកបផ្សេងទៀតរបស់មុខជំនួញរឿងទាំងអស់នេះនឹងបង្កើតការយល់ដឹងបានយ៉ាងច្រើនហើយអ្នកនឹងបានត្រៀមខ្លួនសម្រាប់ការទទួលខុសត្រូវខ្ពស់ក្នុងពេលអនាគតបីជាមនុស្សជឿនលឿនមិនចេះអន់ថយកុំនិយាយថានឹងគឺវិធីដែលខ្ញុំធ្លាប់ប្រើកាលពីខ្ញុំនៅធ្វើការកន្លែងដើមដូច្នេះយើងគួរតែធ្វើតាមរបៀបដូចគ្នានៅទីនេះយើងគួរតែស្នើសុំថាយើងនឹងធ្វើយ៉ាងម៉េចឲ្យប្រសើរជាងការដែលខ្ញុំធ្លាប់ធ្វើកន្លងមកកុំគិតតាមរបៀបដែលថយក្រោយទៅរកកន្លែងចាស់វិញតែចូលដើរទៅមុខនិងគិតតាមបែបជឿនលឿនបើអ្នកធ្លាប់ភ្ញាក់ពេលព្រឹកម៉ោង5កន្លះដើម្បីចេញទៅដើរដាក់កាសែតឬរត់យកទឹកដោះគោដោយកាលពីនៅក្មេងទេហើយក៏មិនចាំបាច់ដែរថាអ្នកត្រូវតែឲ្យកូនរបស់អ្នកធ្វើដូចគ្នា
ជននឹកមើលថាតើនឹងមានអ្វីកើតឡើងបើអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនផលិតរថយន្ត Ford គិតថាឆ្នាំនេះយើងបានផលិតរថយន្តដែលពិសេសអស្ចារ្យហើយយើងមិនចាំបាច់ធ្វើការកែលម្អទៀតទេដូច្នេះការងារផ្នែករចនាម៉ូដនិងវិស្វកម្មគួរតែលុបចោលទៅមិនថាក្រុមហ៊ុនធំដល់កម្រិតណាទេអ្នកត្រូវតែកើតមានការស្រកចុះយ៉ាងឆាប់រហ័សដោយទស្សនៈបែបនេះមនុស្សដែលទទួលបានជោគជ័យដូចគ្នាទៅនឹងមុខជំនួញជោគជ័យដែរគេត្រូវបង្កើតសំណួរគ្រប់ពេលថាតើខ្ញុំនឹងកែលម្អលទ្ធផលនៃដំណើរការងារបានយ៉ាងម៉េចខ្ញុំនឹងធ្វើបានល្អដោយរបៀបណាមនុស្សមិនអាចយល់ពីអ្វីផ្សេងបានទាំងអស់ទេតែតាំងពីការផលិតកម្មជ្រួយរហូតដល់ការចិញ្ចឹមក្មេងឲ្យបានល្អ 100% គឺមានន័យថាត្រូវតែមានប្រឡោះប្រហោងសម្រាប់ឲ្យយើងជួយជួសជុលការលម្អដែលគ្មានថ្ងៃបញ្ចប់បានឡើយអ្នកដែលបានជោគជ័យសុទ្ធតែដឹងការពិតពីនៃចំណុចនេះហើយគេនឹងស្វែងរកវិធីដែលល្អឡើងគ្រប់ពេលសម្គាល់ដែលបានទទួលជោគជ័យនឹងមិនសួរថាតែខ្ញុំនឹងធ្វើបានល្អឡើងបានឬអត់គេដឹងថាគេធ្វើបានដូច្នេះហើយទើបគេបដូរសំណួរជាថ្មីថាខ្ញុំនឹងធ្វើឲ្យបានល្អយ៉ាងម៉េចកាលពី2-3ខែមុនមានកូនសេះចាស់របស់ខ្ញុំម្នាក់ដែលបានធ្វើជំនួញអស់រយៈពេល4ឆ្នាំហើយបានបើកហាងលក់គ្រឿងសម្ភារៈសំណង់មួយនៅកន្លែងទៀតជាសាខាទី4នេះជាភាពជោគជ័យបំផុតនៅពេលពិចារណាថាគេចាប់ផ្ដើមបណ្ដាក់ទុនធ្វើជំនួញដែលដាំទុនត្រឹមតែ$50,000នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីហាងផ្សេងៗដែលមានស្រាប់ហើយថែមទៀតនៅពេលបើកហាងថ្មីជាកន្លែងទី4បានមិនយូរប៉ុន្មានខ្ញុំក៏បានទៅសម្ដែងសេចក្តីត្រេកអរចំពោះការរីកចម្រើនរបស់គេខ្ញុំបានសួរគេខ្លីៗថាតើគេធ្វើម៉េចទើបអាចសម្រេចបានជោគជ័យបែបនេះព្រោះការគ្រប់គ្រងហាងទាំង3កន្លែងផងអាចមកពីសាខាទី4ហើយឯងមកបើកសាខាទី4ទៀតខណៈដែលអ្នកជំនួយភាគច្រើនកំពុងតែប្រឹងត្រដរយ៉ាងខ្លាំងដើម្បីគ្រប់គ្រងហាងតែមួយឲ្យបានជោគជ័យគេបានឆ្លើយថាជាធម្មតាខ្ញុំធ្វើការងារយ៉ាងធ្ងន់ត្រូវក្រោកតាំងពីព្រឹកហើយធ្វើការងាររហូតដល់យប់ជ្រៅតែនេះមិនមែនជាចំណុចចម្បងដែលធ្វើឲ្យខ្ញុំអាចបើកហាងទាំង4កន្លែងបានទេជាទូទៅអ្នកជំនួយភាគច្រើនធ្វើការធ្ងន់ដូចគ្នាទាំងអស់តាមពិតរឿងដែលធ្វើឲ្យខ្ញុំទទួលបានជោគជ័យពិតប្រាកដគឺស្ថិតនៅត្រង់វិធីដែលខ្ញុំបានគិតឡើងមកដោយខ្លួនឯងឬអាចហៅបានថាកម្មវិធីនៃការកែលម្អការងារប្រចាំសប្តាហ៍ខ្ញុំបានសួរថាកម្មវិធីកែលម្អការងារប្រចាំសប្តាហ៍គួរឲ្យចាប់អារម្មណ៍ណាស់តើធ្វើយ៉ាងម៉េចគេនិយាយបន្តថាតាមពិតគ្មានអ្វីច្របូកច្របល់ទេវាគ្រាន់តែជាផែនការដែលជួយឲ្យខ្ញុំធ្វើការងារបានល្អឡើងជារឿយៗរាល់សប្តាហ៍ដើម្បីជំរុញឲ្យខ្ញុំគិតទៅមុខត្រូវចំគោលដៅខ្ញុំបានបែងចែកការងាររបស់ខ្ញុំចេញជាផ្នែក4ប្រការគឺអតិថិជនកូនឈ្នួលទំនិញនិងការពង្រីកការលក់ដូរក្នុងមួយសប្តាហ៍ខ្ញុំនឹងកត់ត្រាទុកពីគំនិតផ្សេងៗដែលខ្ញុំយល់ឃើញថាអាចកែលម្អជំនួយរបស់ខ្ញុំបានហើយរាល់ល្ងាចថ្ងៃច័ន្ទខ្ញុំយកពេល4ម៉ោងដើម្បីរំលឹកពីគំនិតផ្សេងៗដែលខ្ញុំបានកត់ទុកហើយបានពិចារណាថាខ្ញុំនឹងយកគំនិតល្អៗមួយចំនួនទៅប្រើបានយ៉ាងម៉េចក្នុងរយៈពេល4ម៉ោងខ្ញុំបានបង្ខំខ្លួនឯងឲ្យពិចារណាពីការធ្វើជំនួញរបស់ខ្ញុំយ៉ាងពិតប្រាកដខ្ញុំមិនត្រឹមតែអង្គុយមានសេចក្តីសង្ឃឹមថានឹងមានអតិថិជនចូលមកទិញរបស់របរក្នុងហាងយ៉ាងច្រើនប៉ុណ្ណោះទេថែមទាំងបានសួរខ្លួនឯងថាតើខ្ញុំអាចទាញយកអតិថិជនឲ្យមកចូលទិញរបស់របរក្នុងហាងបានច្រើនឡើងដោយរបៀបម៉េចតែត្រូវធ្វើយ៉ាងម៉េចទើបអាចយកអតិថិជនប្រចាំបានច្រើនឡើងគេបានអធិប្បាយបន្តដល់កម្រិតបរិញ្ញាតូចៗដែលអាចជួយឲ្យហាងទាំង3កន្លែងដំបូងទទួលបានជោគជ័យបំផុតដូចជាវិធីរៀបចំទំនិញក្នុងហាងនិងការណែនាំអតិថិជនដែលអាចជួយឲ្យការលក់ទំនិញកើនឡើងដល់2/3នៃការដែលអតិថិជនមិនបានតាំងចិត្តទិញពីមុនមកផែនការផ្ដល់ប្រាក់កម្ចីដែលគេបានគិតឡើងមកក្នុងគ្រាដែលអតិថិជនមានបញ្ហានឹងការចាប់រង្វាន់ដែលគេបានរៀបចំឡើងដើម្បីបន្ថែមអត្រាការលក់ក្នុងរដូវកាលដែលប្រជុំនៅនៃអត្រាការលក់ធ្លាក់ចុះហ
ខ្ញុំសួរខ្លួនឯងថាតើខ្ញុំអាចកែលម្អលក់ទំនិញបានយ៉ាងម៉េចបន្ទាប់មកខ្ញុំបានជាគំនិតផ្សេងៗមកខ្ញុំសូមនិយាយអំពីគំរូរឿងមួយឲ្យស្ដាប់កាលពី 3-4 សប្តាហ៍មុនខ្ញុំកើតមានគំនិតឡើងមកថាខ្ញុំគួរតែទាញក្មេងៗឲ្យចូលមកហាងឲ្យបានច្រើនព្រោះបើអាចអូសទាញក្មេងចូលមកហាងបានមែនខ្ញុំក៏អាចអូសទាញមនុស្សចាស់បានដែរខ្ញុំខំសំចឹងគិតអំពីរឿងនេះខ្លាំងណាស់ទើបបានមានគំនិតកើតឡើងមកគឺរៀបចំជ្រុងណាមួយសម្រាប់ក្មេងៗដែលមានអាយុ 4 ទៅ 8 ឆ្នាំលេងកំសាន្តហើយរបស់របរសម្រាប់ក្មេងលេងមានបន្តិចបន្តួចប៉ុណ្ណោះតែខ្ញុំបានទទួលកម្រៃយ៉ាងច្រើនដែលសំខាន់បំផុតគឺរបស់ក្មេងបានបន្ថែមអតិថិជនប្រចាំឲ្យខ្ញុំច្រើនគេបាននិយាយបន្តថាជឿខ្ញុំចុះផែនការកែលម្អប្រចាំសប្តាហ៍ទទួលបានផលល្អគ្រាន់តែសួរខ្លួនឯងដោយស្មោះត្រង់ថាតើខ្ញុំនឹងធ្វើការបានល្អឡើងដោយរបៀបណាខ្ញុំនឹងទទួលបានចម្លើយមានតែពេលណាដែលខ្ញុំមិនអាចអង្គុយគិតពីផែនការបច្ចេកទេសផ្សេងៗដើម្បីធ្វើយ៉ាងណាឲ្យចំណូលកើនឡើងជារៀងរាល់ថ្ងៃល្ងាចថ្ងៃច័ន្ទហើយខ្ញុំបានរៀនសូត្រពីអ្វីដែលពាក់ព័ន្ធនឹងការលក់បានជោគជ័យហើយជារឿងដែលធ្វើចំនួនគ្រប់រូបគួរតែដឹងគួរតែរៀនសូត្រខ្ញុំសួរថាតើជាអ្វីទៅរឿងដែលអ្នកទើបតែចាប់ផ្ដើមធ្វើចំនួនគួរតែដឹងគឺចំណេះដឹងមុនពេលដែលអ្នកចាប់ផ្ដើមធ្វើចំនួនមិនសំខាន់ប៉ុន្មានទេតែរឿងសំខាន់បំផុតគឺរឿងដែលអ្នកត្រូវរៀនសូត្រនិងប្រើវាបន្ទាប់ពីអ្នកចាប់ផ្ដើមបើកទ្វារការិយាល័យរបស់អ្នកភាពជោគជ័យដ៏ធំធេងកើតចេញពីមនុស្សដែលបង្កើតមាត្រដ្ឋានសម្រាប់ខ្លួនឯងនិងអ្នកដទៃខ្ពស់ឡើងជារឿយៗកើតពីមនុស្សដែលស្វែងរកវិធីជួយបន្ថែមប្រសិទ្ធភាពដែលធ្វើឲ្យដើមទុននៃការផលិតទៀបទៅឬការធ្វើបានច្រើនឡើងដោយសេចក្តីព្យាយាមតិចភាពជោគជ័យខ្ពស់បំផុតត្រូវកក់ទុកដោយមនុស្សប្រភេទខ្ញុំអាចធ្វើបានល្អជាង